所归。អ្នកទាំងអស់គ្នាធ្លាប់ឃើញរាជវាំងនៅក្នុងរឿងចិនទេធ្វើអត់មើលទៅវាអស្ចារ្យហើយក្បោកក្បាច់មែនតើតើវាជារាជវាំងពិតឬក៏គ្រាន់តែជា green screen ដែលត្រូវបានគេកាត់តនេះគឺជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យមួយនៅក្នុងពិភពលោកប្រើប្រាស់សម្ភារៈសំណង់ដ៏ល្អបំផុតបច្ចេកទេសដ៏អស្ចារ្យរាជវាំងនេះត្រូវបានគេឲ្យឈ្មោះថាទីក្រុងហាមឃាត់វាជាមជ្ឈមណ្ឌលនយោបាយនិងពិធីសាសនារបស់ប្រទេសចិនជាង500ឆ្នាំមកហើយវាជាលំនៅឋានរបស់ព្រះរាជវង្សានុវង្សក្នុងរាជវង្សមីងនិងឈិងឆ្នាំ1368ដល់ឆ្នាំ1912រាជវាំងនេះត្រូវបានគេយកទៅថតខ្សែភាពយន្តជាច្រើនដូចជារឿងកំប្លែងទិនហ្វីកងអង្គរៈការពាររាជវាំងរឿងប្រវត្តិសាស្ត្រចិនអធិរាជចុងក្រោយរួមជាមួយនឹងរឿងបរទេស Marco Polo នៅឆ្នាំ1982និងរឿងផ្សេងៗជាច្រើនទៀតវីដេអូនេះផងដែរឧបត្ថម្ភដោយក្រុមហ៊ុនសាងសង់ True Home ជាក្រុមហ៊ុនដែលមានទាំងអ្នកជំនាញសិក្សាប្លង់វិស្វករដែលមានបទពិសោធន៍ច្រើនឆ្នាំក្រុមជាងដែលអាចទុកចិត្តបានអត់ព្រួយរឿងជាងរត់ចោលពិបាកទិញសម្ភារៈឬក៏ត្រូវចុះមើលការដ្ឋានដោយខ្លួនឯងធានាសាងសង់មួយហើយកាន់សល់ចូលនៅបានតែម្ដងរាជវាំងនេះត្រូវបានចែកចេញជា7ផ្នែកសំខាន់គឺ Hall of Supreme Harmony សំណង់ឈើដែលនៅរស់រានមានជីវិតដ៏ធំបំផុតនៅក្នុងប្រទេសចិននិងជាមជ្ឈមណ្ឌលប្រារព្ធពិធីនៃទីក្រុងហាមឃាត់នេះវាត្រូវបានគេស្គាល់ដោយសារភាពអស្ចារ្យជាមួយនឹងដំបូលប្រក់ក្បឿងពណ៌លឿងភ្លឺនិងសសរដែលឆ្លាក់យ៉ាងល្អិតល្អន់ Imperial Garden ជាកន្លែងស្ងប់ស្ងាត់ដែលរចនាឡើងសម្រាប់អធិរាជនិងមហេសីរបស់ព្រះអង្គដើម្បីភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិបរិវេណព្រះបរមរាជវាំងទីក្រុងហាមឃាត់ត្រូវបានបង្កើតឡើងដោយបរិវេណព្រះបរមរាជវាំងជាង90ទីក្រុងនេះត្រូវបានហ៊ុមព័ទ្ធដោយគូទឹកដែលមានទទឹង52ម៉ែត្រជញ្ជាំងរបស់ទីក្រុងហាមឃាត់មានកម្ពស់ 7.9 ម៉ែត្រនិងកម្រាស់6ម៉ែត្រស្ថាបត្យកម្មទីក្រុងហាមឃាត់គឺជាឧទាហរណ៍ដ៏សំខាន់មួយនៃស្ថាបត្យកម្មប្រពៃណីចិនហើយត្រូវបានចុះបញ្ជីដោយអង្គការ UNESCO ថាជាបណ្ដុំសំណង់ឈើបុរាណដ៏ធំបំផុតរបស់ពិភពលោកពណ៌និងលេខការរចនានៃទីក្រុងហាមឃាត់ប្រើពណ៌លឿងនិងលេខ9តំណាងឲ្យស្ថានភាពដោយព្រះអធិរាជពណ៌លឿងជាពណ៌ដ៏ពិសិដ្ឋសម្រាប់សក្តិភូមិនិង9ត្រូវបានគេចាត់ទុកថាជាលេខតំណាងឲ្យសំណាងល្អឬទេវភាពក្នុងប្រទេសចិនទីក្រុងហាមឃាត់គឺជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ហើយត្រូវបានចាត់ទុកថាជាគំរូដ៏សំខាន់នៃស្ថាបត្យកម្មប្រពៃណីចិនវាជាផ្ទះរបស់សារមន្ទីរ Palace ដែលផ្ទុកនៅសិល្បៈរាជវង្សនិងប្រវត្តិសាស្ត្រផងដែរជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Life តាមរយៈការជួយចុច Subscribe, Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ